ទាប់ពីសាសអ៊ីស្រាអែលបានចាក់ចេញពីស្រុកអេស៊ីបព្រះជាម្ចាស់បានប្រទានក្រឹតវិន័យ10ប្រការដល់ពួកគេនៅលើភ្នំស៊ីណាយទ្រង់ក៏បានបង្រៀនពួកគេអំពីរបៀបរស់នៅក្នុងព្រះវត្តមានរបស់ព្រះផងដែរច្បាប់ទាំងនោះមានចែងនៅក្នុងកាន់គម្ពីរនិខមនាងចាប់ពីជំពូក21ទៅចាស់ទុំសាសអ៊ីស្រាអែលចំនួន70នាក់បានសាងសង់អាសនៈចំនួន12ជាមួយលោកម៉ូសេហើយបានថ្វាយយែងបូជាដល់ព្រះបន្ទាប់មកព្រះបានហៅលោកម៉ូសេឲ្យឡើងទៅលើភ្នំដាច់ដោយឡែកលោកម៉ូសេបានស្នាក់នៅលើភ្នំនោះអស់រយៈពេល40ថ្ងៃគត់ដើម្បីចំណាយពេលជាមួយព្រះបានណែនាំលោកម៉ូសេអំពីរបៀបសាងសង់រោងឧបោសថនិងសម្ភារៈប្រើប្រាស់ក្នុងរោងនោះវាហាក់ដូចជាលោកម៉ូសេកំពុងទទួលបានការបង្រៀនផ្ទាល់ពីព្រះជាម្ចាស់អញ្ចឹងលោកម៉ូសេបានចុះពីលើភ្នំមកវិញដើម្បីនាំយកក្រឹតវិន័យនិងបន្ទះថ្មដែលព្រះបានចារឹកក្រឹតវិន័យ10ប្រការដោយផ្ទាល់មកប្រាប់ដល់សាសអ៊ីស្រាអែលលោកម៉ូសេដោយខឹងនឹងពួកអ៊ីស្រាអែលក៏បានបំបែកបន្ទះថ្មទាំងនោះក្នុងកំឡុងពេល40ថ្ងៃដែលលោកម៉ូសេនៅលើភ្នំសាសអ៊ីស្រាអែលហាក់ដូចជាមិនអាចរងចាំព្រះបន្ទូលរបស់ព្រះឬរងចាំលោកម៉ូសេបានឡើយពួកគេបាននាំគ្នាធ្វើរូបកូនគោដែលធ្វើពីមាសយ៉ាងប្រញាប់ប្រញាល់ហើយថ្វាយបង្គំវាដោយហៅរូបនោះថាជាព្រះដែលបាននាំយើងចេញពីស្រុកអេស៊ីបលោកម៉ូសេខឹងនឹងទង្វើរបស់ពួកគេណាស់ប៉ុន្តែគាត់ក៏បានអធិដ្ឋានទូលសូមព្រះជំនួសពួកគេថាសូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផងពុំនោះសោតសូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកទាំងដែរព្រះជាម្ចាស់បានប្រាប់លោកម៉ូសេម្ដងទៀតឲ្យទៅកាន់ស្រុកកាណានដែលជាគោលដៅដែលសាសអ៊ីស្រាអែលត្រូវទៅដល់ប៉ុន្តែលោកម៉ូសេមានការព្រួយបារម្ភថាតើគាត់អាចដឹកនាំសាសអ៊ីស្រាអែលដែលបោះបង់ព្រះយ៉ាងងាយបែបនេះទៅដល់ទីនោះដោយរបៀបណាគាត់បានសួរព្រះថាតើគាត់គួរនាំនរណាទៅជាមួយព្រះមានបន្ទូលថាទ្រង់នឹងទៅជាមួយគាត់រហូតមកដល់ពេលនោះលោកម៉ូសេគ្រាន់តែឮសំឡេងព្រះប៉ុណ្ណោះតែមិនដែលបានឃើញទ្រង់ផ្ទាល់ឡើយដូច្នេះគាត់បានសូមព្រះថាព្រះអង្គអើយសូមបង្ហាញសេរីល្អនិងរូបរាងរបស់ព្រះអង្គឲ្យទូលបង្គំឃើញផងព្រះទ្រង់ឆ្លើយថាបើអ្នកណាម្នាក់ឃើញរូបរាងយើងអ្នកនោះនឹងត្រូវស្លាប់ដូច្នេះទោះបីជាអ្នកមិនអាចឃើញមុខយើងក៏ដោយក៏អ្នកនឹងបានឃើញខ្នងរបស់យើងដែរព្រះបានប្រាប់លោកម៉ូសេឲ្យឈរនៅខាងក្រោយថ្មហើយនៅពេលដែលសេរីល្អរបស់ព្រះយាងកាត់ទៅទ្រង់បានដាក់លោកម៉ូសេនៅក្នុងចំណុះថ្មហើយយកព្រះហស្ថបាំងគាត់លុះត្រាតែព្រះយាងកាត់ផុតទៅទើបលោកម៉ូសេបានឃើញខាងក្រោយខ្នងរបស់ព្រះតើការឃើញខាងក្រៅខ្នងរបស់ព្រះមានន័យដូចម្តេចដោយដែលសាវកប៉ុលបានពោលថាវាដូចជាការឆ្លុះកញ្ចក់ដែលយើងមើលឃើញមិនច្បាស់ឬឃើញត្រឹមតែមួយថ្ងៃប៉ុណ្ណោះប៉ុន្តែសម្រាប់លោកម៉ូសេប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់គាត់ហើយគាត់លែងទូលសូមអ្វីពីព្រះទៀតហើយប្រហែលជាលោកម៉ូសេបានដឹងនៅពេលនោះថាការស្ដាប់សំឡេងព្រះការដឹងពីព្រះハរតីរបស់ទ្រង់និងការរស់នៅតាមព្រះបន្ទូលគឺសំខាន់ជាងការចង់ឃើញរូបរាងរបស់ទ្រង់ទៅទៀតសប្តាហ៍ថ្ងៃនេះយើងក៏មិនអាចឃើញសេរីល្អរបស់ព្រះដោយលោកម៉ូសេដែរហើយយើងអាចយល់ពីព្រះハរតីរបស់ព្រះបានត្រឹមតែមួយផ្នែកប៉ុណ្ណោះប៉ុន្តែយើងនៅតែអាចស្ដាប់ព្រះបន្ទូលរបស់ព្រះរកឃើញបំណងព្រះハរតីរបស់ទ្រង់នៅក្នុងនោះនិងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់បាន